ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមចូលចិត្តស្ដាប់រឿងនិទាន VNK ទាំងអស់គ្នាដោយសពមួយដងអញ្ចឹងយើងខ្ញុំតែងតែបមនៅរឿងនិទានថ្មីក៏ដូចជារឿងនៅក្នុងសង្គមដែលបងប្អូនតែងតែបានជួបនឹងរឿងពិតជាច្រើនដែលជារឿងអបិយជំនឿនិងខ្មោចព្រាយបិសាចបែកគ្នាមួយរយៈទុំនេះតើបងប្អូនសុខសប្បាយចិត្តទេបើសិនជាសុខទុក្ខយ៉ាងណាអីសូមខមមិននៅក្នុងនេះឲ្យខ្ញុំបានដឹងផងចំណែកខ្ញុំគឺសុខទុក្ខធម្មតាទេកុំឲ្យខាត់ពេលយូរយើងចូលទៅសាច់រឿងយើងវិញម្ដងនេះគឺជារឿងពិតមួយនៅក្នុងខេត្តរតនគិរីវិបុលសុខានិងភិរមគឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា3នាក់ដែលជួយចិត្តដើរកំសាន្តបែបផ្សងព្រេងក្នុងឱកាសឈប់សម្រាកពួកគេបានសម្រេចចិត្តជួលឡាន11គ្រឿងដើម្បីធ្វើដំណើរទៅកាន់តំបន់ដាច់ស្រយាលមួយនៅក្នុងខេត្តរតនគិរីដែលមានភ្ញៀវទេសចរទៅដល់ទីនោះមិនច្រើនទេនៅពេលដែលវិបុលសុខានិងភិរមបានទៅដល់ភូមិជនជាតិដើមភាគតិចមួយនៅជើងភ្នំមេឃក៏ចាប់ផ្ដើមងងឹតស្លុបមេភូមិនៅភូមិនោះបានប្រាប់វិបុលសុខានិងភិរមថាយប់នេះកុំបន្តដំណើរទៅមុខទៀតអីសម្រាប់នៅទីនេះសិនហើយដោយសារតែវិបុលសុខានិងភិរមទៅលើកនេះគឺចំពេលដែលយប់ដែលគេសែនអ្នកតាភ្នំនៅព្រៃខាងមុខមិនមែនជាកន្លែងដែលមនុស្សគួរទៅរំខាននៅពេលយប់ទេប៉ុន្តែដោយសារភាពក្មេងខ្ចីនិងជឿជាក់លើបច្ចេកវិទ្យា GPS ពួកគេគ្រាន់តែសើចហើយបន្តបើកឡានចូលទៅក្នុងព្រៃជ្រៅដើម្បីទៅរកកន្លែងបោះតង់តាមផែនការបន្ទាប់ពីបើកឡានអស់រយៈពេលប្រហែលជា2ម៉ោងពួកគេចាប់ផ្ដើមមានអារម្មណ៍ចម្លែកផ្លូវដែលពួកគេកំពុងបើកហាក់ដូចជាវិលជុំវិញកន្លែងដដែលសុខាដែលជាអ្នកមើល GPS ចាប់ផ្ដើមភ័យវិបុលម៉ាស៊ីនទូរស័ព្ទខ្ញុំវង្វេងអស់ហើយវាមិនបង្ហាញផ្លូវទេសញ្ញា signal ក៏ដាច់អស់ដែររំពេចនេះឡានរបស់ពួកគេក៏រលត់ម៉ាស៊ីនឈឹងមិនដឹងថាវិបុលព្យាយាមបញ្ឆេះយ៉ាងណាក៏មិនឆេះដែរបរិយាកាសជុំវិញស្ងប់ស្ងាត់ស្រងំគ្មានសូម្បីតែសំឡេងសត្វល្អិតយំអាប់ក្រាស់ពណ៌សចាប់ផ្ដើមអណ្ដែតគ្របដណ្ដប់ជុំវិញឡានខណៈពេលដែលពួកគេកំពុងអង្គុយភ័យនៅក្នុងឡានស្រាប់តែមានសំឡេងគូសកញ្ចក់ឡានយឺតភិរមដែលអង្គុយខាងក្រោយងាកទៅមើលតាមកញ្ចក់គេបានឃើញក្មេងស្រីម្នាក់ស្លៀកពាក់សម្លៀកបំពាក់ជនជាតិដើមភាគតិចរហែករយៈឈរនៅកណ្ដាលអាប់ភ្នែករបស់នាងខ្មៅងងឹតគ្មានប្រស្រីភ្នែកទេហើយនាងកំពុងលើកដៃចង្អុលទៅកាន់ចំណុចមួយនៅក្នុងព្រៃជ្រៅសំឡេងនាងខ្សឹបតិចប៉ុន្តែវាឮច្បាស់ដូចនៅក្បែរត្រចៀកភិរមហាក់ដូចជាបាត់បង់ស្មារតីគេបើកទ្វារឡានដើរសម្ដៅទៅរកក្មេងស្រីនោះវិបុលនិងសុខាព្យាយាមចាប់ខោតប៉ុន្តែភិរមមានកម្លាំងខ្លាំងខុសពីធម្មតាគេរុញមិត្តភ័ក្តិទាំងពីរខ្ទាតចេញរួចរត់ទៅសម្ដៅនៅក្នុងព្រៃបាត់ស្រមោលឈឹងវិបុលនិងសុខាបានសម្រេចចិត្តកាន់ពិលដេញតាមរកភិរមពួកគេដើរកាត់បន្លានិងដើមឈើធំរហូតទៅដល់មាត់រូងមួយក្លិនឆ្អុយឆ្អាបដូចជាសាកសពសត្វភាយមកយ៉ាងខ្លាំងនៅក្នុងរូងភ្នំពួកគេបានឃើញភិរមកំពុងអង្គុយសំពះនៅពីមុខគំនរឆ្អឹងមនុស្សជាច្រើននៅពីលើគំនរឆ្អឹងនោះមានស្រីម្នាក់ដែលមានរូបរាងខ្ពស់ស្រឡះសក់វែងអូសដីភ្នែកក្រហមដូចឈាមនាងគឺជាធ្មប់ព្រៃដែលអ្នកភូមិតែងតែខ្លាចរអានាងកំពុងសូត្រមន្តម្យ៉ាងដើម្បីបឺតយកព្រលឹងរបស់ភិរមវិបុលនឹកឃើញពាក្យមេភូមិថាយប់នេះជាយប់សែនអ្នកតាពេលក៏ដកដាច់កេះចេញមកហើយដុតមែកឈើងាប់ដើម្បីធ្វើជាភ្លើងគេដឹងថាពួកវិញ្ញាណអាក្រក់ក្នុងព្រៃខ្លាចភ្លើងដែលកើតឡើងពីការសូត្រធម៌ឬភ្លើងដែលផ្ដល់ពន្លឺវិបុលនិងសុខាស្រែកសូត្រមន្តគុណព្រះពុទ្ធយ៉ាងខ្លាំងរួចក្រវែងមែកឈើដែលមានភ្លើងទៅលើធ្មប់នោះវាស្រែកយំយ៉ាងរន្ធត់ព្រោះពន្លឺភ្លើងនិងសំឡេងធម៌បានកាត់ផ្ដាច់មន្តអាគមរបស់វារូបរាងដ៏ស្អាតបាតរបស់វាបានប្រែក្លាយទៅជាខ្មៅខ្លោចរួចក៏ហក់រត់ចូលទៅក្នុងជម្រៅនៃរូងភ្នំភិរមបានដឹងខ្លួនវិញទាំងសភាពលហិតលហីព
ពួកគេទាំង3នាក់ប្រញាប់រត់ត្រឡប់មកឡានវិញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលឡានដែលធ្លាប់តែខូចបែរជាបញ្ឆេះឆេះភ្លាមតែម្ដងពួកគេបើកឡានត្រឡប់មកដល់ភូមិវិញទាំងព្រលឹងចុងសក់មេភូមិអង្គុយរងចាំពួកគេទាំងញញឹមដោយសារតែមេភូមិបានប្រាប់ហើយប៉ុន្តែពួកគេមិនបានស្ដាប់មេភូមិឡើយមេភូមិបានប្រាប់ថាក្មេងស្រីដែលចៅឯងបានឃើញនោះគឺជាកូនស្រីរបស់មេភូមិចំនួនមុនដែលត្រូវបានអាបធ្មប់នោះសម្លាប់យកព្រលឹងកាលពី50ឆ្នាំមុននាងតែងតែចេញមកជួយបង្ហាញផ្លូវដល់អ្នកដែលវង្វេងកុំឲ្យចូលទៅជ្រៅដល់កន្លែងអាបធ្មប់ប៉ុន្តែភាគច្រើនមនុស្សតែងតែភ័យខ្លាចនាងទៅវិញពេលរំមើលដៃរបស់ខ្លួនឃើញមានស្នាមម្រាមដៃតូចដូចដៃក្មេងកាន់ជាប់នឹងកដៃគេហាក់ដូចជាចង់ការពារគេពីគ្រោះថ្នាក់មេរៀនពីសាច់រឿងនេះចង់អប់រំថាមនុស្សនៅពេលទៅដល់កន្លែងដែលយើងមិនស្គាល់យើងមិនគួរមើលរំលងការណែនាំរបស់អ្នកស្រុកឬចាស់ទុំឡើយភាពក្លាហានគឺជាការល្អប៉ុន្តែអួតអាងអាចនាំមកនូវគ្រោះថ្នាក់